ត្រូវតែច្បាស់លាស់បើអ្នកមិនដឹងថាអ្នកចង់ទៅទីណាទេអ្នកនឹងទៅដល់កន្លែងដែលអ្នកមិនចង់ទៅជាក់ជាមិនខានប្រសិនបើអ្នកបើកបរដោយគ្មានទិសដៅអ្នកនឹងខ្ជះខ្ជាយសាំងនឹងពេលវេលាដែលឥតប្រយោជន៍រួចបញ្ចប់នៅកន្លែងដែលមិនស្គាល់ជីវិតក៏ដូចគ្នាដែរការមានចក្ខុវិស័យច្បាស់លាស់ជួយឲ្យគូក្បាលរបស់យើងចេះសម្រាំងយកព័ត៌មានណាដែលសំខាន់សម្រាប់គោលដៅភាពច្បាស់លាស់គឺជាធម៌ពលដែលជួយឲ្យយើងសម្រេចចិត្តបានលឿននិងត្រឹមត្រូវក្នុងឆ្នាំថ្មីនៅពេលដែលយើងដឹងច្បាស់ពីអ្វីដែលយើងចង់បានឧបសគ្គវានឹងគ្រាន់តែជាបញ្ហាប្រឈមមិនមែនជាផ្លូវទាល់នោះទេចូលចំណាយពេលគូររូបភាពអនាគតរបស់យើងឲ្យច្បាស់មុននឹងចេញដំណើរ 2. កុំកំណត់គោលដៅដែលគ្រាន់តែដើម្បីឲ្យអ្នកដទៃចាប់អារម្មណ៍ប៉ុន្តែត្រូវកំណត់គោលដៅដែលធ្វើឲ្យដួងវិញ្ញាណរបស់យើងសប្បាយចិត្តនិងមានន័យសម្រាប់ជីវិតរបស់យើងពិតប្រាកដគោលដៅដែលកើតចេញពីការចង់ផ្គាប់ចិត្តអ្នកដទៃគឺតែងតែធ្វើឲ្យមានអារម្មណ៍ទទេស្អាតនិងគ្មានកម្លាំងចិត្តយូរអង្វែងទេភាពជោគជ័យដែលមានន័យគឺនៅពេលដែលវាស្របទៅនឹងគុណតម្លៃនិងក្តីស្រមៃពិតប្រាកដរបស់យើងផ្ទាល់នៅក្នុងឆ្នាំថ្មីនេះយើងត្រូវតែសួរខ្លួនឯងថាតើខ្ញុំធ្វើរឿងនេះដើម្បីនរណាដើម្បីឲ្យធានាថាអ្វីដែលយើងកំពុងតែធ្វើផ្លូវដែលយើងកំពុងតែដើរគឺត្រឹមត្រូវនៅពេលដែលយើងធ្វើអ្វីដែលយើងស្រឡាញ់ភាពនឿយហត់វានឹងคล้ายទៅជាភាពរីករាយហើយលទ្ធផលនឹងចេញមកល្អលើសពីការរំពឹងទុកជីវិតរបស់យើងគឺខ្លីណាស់កុំចំណាយពេលរស់នៅក្នុងក្តីស្រមៃរបស់អ្នកដទៃ